เปิลตรามขยมบานตรามย่างหล่อมันดังเมสกอหรือเลี้ยงลอยน้าบองโอนย่ำหายเป็นงานปีศามันมีนปัญหาเรียรู้ลอยองบาบานย่ำหายสมกลมก้อนตายเอาฟีดแบ็กพ้องผู้หมดย่ำลิงเรียก้อนลองได้บ้านโอนบ้องช่วยติ้งกรุบเกลียแย่បងប្អូនបាទឥឡូវនេះយើងថ្ងៃនេះថ្ងៃទី31បងប្អូនបាទថ្ងៃ31ប៉ះនឹងថ្ងៃសុក្រឥឡូវនេះអំពិលយើងមាននៅក្នុងស្តុកចំនួន40គីឡូបងប្អូនបាទមានក្នុងស្តុក40គីឡូហើយសម្រាប់បងប្អូនដែលត្រូវការដាក់កំងនៅក្នុងខេត្តបាត់ដំបងក្នុងក្រុងថ្ងៃស្អែកខ្ញុំនឹងដឹកជូនបងប្អូនណាតម្លៃដដែលចំណុះដដែលរសជាតិនៅតែដដែលបងប្អូនដែលមានចូលចិត្តចង់ញ៉ាំបាទកុំឲ្យរងចាំយូរអីបងប្អូនណាបងប្អូនដាក់ខមមិនថាអូខេមកថ្ងៃនេះខ្ញុំនឹងរៀបចំទុកជូនបងប្អូនដឹកចូលក្រុងនៅថ្ងៃស្អែកម៉ោង11ថ្ងៃត្រង់អញ្ចឹងទ្រាំដឹកទៅដល់ម៉ោង12ជាងបងប្អូនញ៉ាំបាយថ្ងៃត្រង់ហើយម៉ោង1ម៉ោង2អាចញ៉ាំបានបងប្អូនណាអាចញ៉ាំបានសម្រាប់អ្នកដែលនៅតាមខេត្តដូចបងប្អូនដឹងហើយថ្ងៃស្អែកខ្ញុំទំនេរខ្ញុំនឹងរៀបចំផ្ញើជូនបងប្អូនទៅតាមខេត្តនានាបងប្អូនណាបាទបងប្អូនដែលរងចាំអស់រយៈពេលជាច្រើនខែហើយជាច្រើនថ្ងៃហើយឥឡូវនេះពេលវេលាកំពុងតែខិតចូលមកចិត្តហើយបងប្អូនបាទស្អែកនេះខ្ញុំនឹងផ្ញើជូនបងប្អូនអ្វីដែលសំខាន់អ្នកដែលបានញ៉ាំហើយកុំភ្លេចឲ្យ feedback ពីមួយម្នាក់មួយផងណាបងប្អូនណាដូចខ្ញុំធ្លាប់ប្រាប់ពីខាងដើមអញ្ចឹងក្តីសម័យដែលលក់អំពិលម្នាក់នេះអត់ធំពេកទេបងប្អូនធម្មតាគាត់ថាបើលក់បានឲ្យអស់ដាច់ច្រើនក្តីសម័យហ្នឹងគ្រាន់តែចង់ទិញMGI 025មួយគ្រឿងតែប៉ុណ្្នឹងឯងហើយបើទៀបបំផុតបងប្អូនទ្រុស010 option 4ពណ៌ប្រផេះអីប៉ុណ្្នឹងឯងទេបងប្អូនណាហើយអត់មានអីប្របែបងប្អូនបាទអត់ប្របែបងប្អូនចង់ជួយប្រមូលគ្រាន់តែជួយទិញ7ត្រាំម្នាក់1គីឡូម្នាក់1គីឡូតែ30000គីឡូបងប្អូនប្រជាជនខ្មែរយើង17លាននាក់បងប្អូនបាទ17លាននាក់ហ្នឹងជួយទិញតែម្នាក់1គីឡូម្នាក់1គីឡូមិនដល់17លាននាក់ក៏ត្រឹមតែ30000នាក់ជាងហ្នឹងក៏ខ្ញុំអាចមានលទ្ធភាពទិញបានណាបងប្អូនណាស្រួលអត់មានវាយទាំងអស់ស្រួលបាទហើយសម្រាប់មិត្តភ័ក្តិបងប្អូនដែលស្គាល់ប្រមូលបាទពួកអត់ចេះហូប7ទេហូប7អត់កើតមានបញ្ហាពុះកាពះពវៀនអីចឹងណាអត់អីទេបងប្អូនគ្រាន់តែជួយ share ទៅអ្នកផ្សេងគេស្គាល់បងប្អូនអ្នកផ្សេងគេស្គាល់ហ្នឹងទៅគេសួរចុះអាពេកមួយឡប់ហ្នឹងណាគេចឹងណាចឹងទៅបងឯងគាត់ជួយប្រាប់ថាម្នាក់ហ្នឹងឡប់ហ្នឹងមិត្តភ័ក្តិខ្ញុំអីចឹងទៅបាទអញ្ចឹងទៅគេអាចកំង7ហ្នឹងហើយបងប្អូនណាបាទបងប្អូនកុំភ្លេចជួយ share ក៏ដូចជាផ្ដល់នូវ feedback ឲ្យប្រមូលម្នាក់មួយផងសម្រាប់ថ្ងៃស្អែកខ្ញុំនឹងដឹកជូនដល់ក្រុងបាត់ដំបងបងប្អូនណាហើយមួយទៀតនៅថ្ងៃចូលថ្ងៃបុណ្យអុំទូកខាងមុខនេះគឺមានថ្ងៃសម្រាប់ច្រើនបងប្អូនអាចទិញ7ត្រាំនេះបងប្អូនណាយកទៅខ្លះសេទុកហើយដាក់ញ៉ាំតាមឡានអូសប្បាយបងប្អូនហ្នឹងពិបាកបត់ជើងបត់អីអត់អីបងប្អូន7យើងធានាជូនថាយើងមិនប្រើប្រាស់មេស្ករមិនប្រើប្រាស់លក្ខមិនប្រើប្រាស់អំបិលផ្អែមដែលអាចជាប្រភពបណ្ដាលឲ្យបងប្អូនរាករូសនោះទេបងប្អូនណាបងប្អូនណាអញ្ចឹងបងប្អូនអាចទិញញ៉ាំបានប្រាជ្ញគ្នាផងខ្លែមផងនិយាយដើមគេផងកប់សេរីរីបងប្អូនអើយមកកំប៉ុងនេះមិនតិចទេបងប្អូន1គីឡូសាច់7បងប្អូនហើយតម្លៃវិញម៉ែអាធូបងប្អូនឃើញប្រមូលដឹកឲ្យដល់ផ្ទះហើយនឹកឃើញថាយូ7នេះធូថ្លៃហើយអ្នកលក់សង្ហាទៀតចង់ឲ្យធីបប្រមូល1000 2000អេតពីលើតម្លៃ7ហ្នឹងសម្រាប់ខ្ញុំអ្នកមុខក្រាស់ដើម្បីលួចខ្ញុំសុខចិត្តទទួលយកដោយគ្មានពាក្យថាទេបងប្អូនណាបាទអាចឲ្យបានណាខ្ញុំអត់ខឹងទេអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនហើយកុំភ្លេចជួយទិញបន្តទៀតហើយកុំភ្លេចជួយ share ម្នាក់មួយផងបាទសូមអរគុណសូមជម្រាបលា